សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទស្មី Demon ថ្ងៃនេះយើងគឺជួបចំពោះរឿងកំពូលបរោះកាកគ្មានពេកនៅក្នុងវគ្គទី11ដោយយើងក៏បានដឹងផងដែរថារឿងរបស់យើងគឺបានបញ្ចប់នៅពេលដែលយីឆាងឈីងគឺគាត់បានដាក់ភ្នាល់ជាមួយនឹងឆាងអាននៅក្នុងការសរសេរអក្សរផ្ចង់ឬក៏ជាការសរសេរពីកំណាព្យផងដែរដោយយីឆាងឈីងរបស់យើងគឺជាអ្នកឈ្នះឆាងអានគេចង់រត់ចាកចេញពីទីនេះក៏ឃើញថងដែរថាកញ្ញាលាវក៏បានហៅចំពោះឆាងអានគឺឲ្យឈប់តែនេះគឺបានព្រាអំពីពាក្យសន្យាមិនដែរឬទេបើសិនជាអ្នកមិនអាចធ្វើបានឬទេគ្រាន់តែពមៀធ្វើដូចជាឆ្កែទៅបានហើយដោយសារតែមនុស្សនៅទីនោះគឺពិតជាច្រើនវាមិនអាចធ្វើអ្វីបានទេដូច្នេះវាមានតែស្ដាប់តាមចំពោះកញ្ញាលាវនោះហើយដោយវាក៏សុខចិត្តធ្វើជាឆ្កែដោយសារតែមិនចង់ឲ្យបាក់មុខមាត់ណាមួយខ្លួនវាក៏មិនចង់ចាកចេញពីទីនេះប្រមាណផងដែរនិយាយគឺការចាកចេញពីរាជធានីអញ្ចឹងទៅណាពួកគេក៏បានមកសរសើរអំពីយីឆាងឈីងរបស់យើងព្រោះថាគាត់ពិតជាពូកែសរសើរសោះចង់តែម្ដងសម្បីតែកញ្ញាវាងរបស់យើងក៏ចង់លងជាមួយនឹងយីឆាងឈីងរបស់យើងផងដែរឥឡូវនេះពួកគេក៏បានទៅជាន់ទី2តែម្ដងហើយវាដូចជាត្រូវបានគេហៅថាវិមានដានធីងដែលនោះគឺជាអ្នកគ្រូស៊ូស៊ីយឺគឺជាប្រធានបន្ទប់នៅក្នុងទី2មួយនេះជាពិសេសមើលដំបូងហ្នឹងគឺស្មានតែស្លូតប៉ុន្តែក៏មើលគាត់គឺពិតជាកាចហើយចំពោះការបង្រៀនរបស់នាងនឹងវិញគឺពិតជាខុសគេតែម្ដងគឺចង់ឲ្យសិស្សធ្វើឲ្យដូចគាត់ 100% និយាយទៅគាត់ពិតជានិយាយធ្ងន់ដាក់ទៅកាន់សិស្សទោះបីជាការបង្រៀនរបស់គាត់នឹងចង់ឲ្យល្អមែនប៉ុន្តែគាត់គឺពិតជាមិនបានវល់ដឹងអំពីសមត្ថភាពឬក៏ជាសមត្ថភាពរបស់សិស្សថាកន្លែងណាល្អគឺកន្លែងណាមិនត្រូវជាមួយចំណុចរបស់ពួកគេនោះទេក៏ត្រូវបានយីឆាងឈីងរបស់យើងក៏បានថាឲ្យនាងផងដែរព្រោះថាការបង្រៀនសិស្សមួយនេះវាដូចជាលើសពេកហើយមិនដែរឬទេកញ្ញាលាវក៏បានឲ្យកញ្ញាស៊ូនឹងស្គាល់អំពីយីឆាងឈីងរបស់យើងបន្តមកពួកគេក៏ចាប់ផ្ដើមរាតែគ្នាទៅវិញទៅមកជាពិសេសហ្នឹងយីឆាងឈីងរបស់យើងក៏បានប្រាប់នឹងបញ្យោនាងផងដែរចំពោះការបង្រៀនសិស្សព្រោះថាសមត្ថភាពរបស់មនុស្សម្នាក់ៗសុទ្ធតែខុសគ្នាហាក់បីដូចជាអ្នកមើលទៅចង់ឲ្យពួកគេនឹងទាត់ជំនាញដូចជាអ្នកពេកហើយប៉ុន្តែនាងក៏បានសួរថាចុះអ្នកមានសិស្សណាដែលជោគជ័យឬនៅសិស្សរបស់យីឆាងឈីងរបស់យើងវិញហើយសិតតែពលពឹសតែម្ដងប៉ុន្តែយ៉ាងណាក៏ដោយនេះគឺគ្រាន់តែជាយោបល់ដែលយីឆាងឈីងរបស់យើងចង់ផ្ដល់ឲ្យតែប៉ុណ្ណោះជាពិសេសនឹងយីឆាងឈីងក៏បានបបួលនាងភ្នាល់តែម្ដងចំពោះការគូគឺជារូបគំនូរហើយនេះគឺជាថ្នាក់គំនូរខ្ញុំភ្លេចប្រាប់អ្នកនរគ្នាការប្រកួតនឹងគឺរយៈពេល1ម៉ោងហើយយីឆាងឈីងរបស់យើងនឹងគឺយកប្រនាងទី9គឺជាកញ្ញាយានរបស់យើងនឹងហើយដើម្បីប្រកួតប្រជែងជាមួយនឹងកញ្ញាស៊ូប៉ុន្តែមើលទៅអ្នកគ្រូស៊ូនឹងដូចជាមើលងាយពីសមត្ថភាពរបស់កញ្ញាយានយើងពេកហើយព្រោះថាសមត្ថភាពរបស់ប្រនាងទី9នឹងមិនពូកែខាងគូគំនូរនោះទេសម្រាប់យីឆាងឈីងយើងគឺប្រាប់ថាកុំភ័យអីព្រោះថាខ្ញុំមានវិធីសាស្ត្ររបស់ខ្ញុំផ្ទាល់ខ្លួនតែប៉ុណ្ណោះដោយសារតែយីឆាងឈីងជឿជាក់ដូច្នោះហើយកញ្ញាគឺជាកញ្ញាយានរបស់យើងនេះច្រឡំហើយកញ្ញាទី9ក៏បានយល់ព្រមឥឡូវនេះការប្រកួតប្រជែងរបស់ពួកគេក៏ចាប់ផ្ដើមតែម្ដងដោយការប្រកួតប្រជែងនេះគឺមានរយៈពេល1ម៉ោងដើម្បីគូគំនូរយីឆាងឈីងក៏បានទៅនិយមពីការគូទៅកាន់ប្រនាងទី9ដោយការគូនឹងអ្នកគឺត្រូវតែយកចិត្តទុកដាក់ហើយនឹងគូតាមបេះដូងរបស់អ្នកចំពោះការដាក់ពណ៌វិញអ្នកដាក់តាមបេះដូងរបស់អ្នកនាងក៏បានយល់ពីអ្វីដែលយីឆាងឈីងរបស់យើងបញ្យល់ចំពោះអ្នកគ្រូស៊ូវិញក៏បានឲ្យកូនសិស្សរបស់នាងគឺចាប់ផ្ដើមគូជាមួយនឹងគំនូរដែលវាគឺបង្ហាញអំពីអំណាចដ៏ឃោរឃៅតែម្ដងបើសិនជាឯងគួរបានល្អទេច្បាស់ថានឹងមានរឿងអ្វីកើតឡើងមិនហើយឬទេមើលទៅអ្នកគ្រូស៊ូពិតជាកាចមែនតែនរយៈពេល1ម៉ោងក៏បានកន្លងផុតទៅហើយនៅនេះដល់ពេលដើម្បីបង្ហាញអំពីលទ្ធផលយីឆាងឈីងក៏បានឲ្យចំពោះអ្នកគ្រូស៊ូគឺអ្នកបង្ហាញមុនព្រោះថានៅក្នុងរឿងប្រឡោមលោកភាគច្រើនតួអាក្រក់តែងតែចេញមុនគេហើយតែងតែចាញ់អ្នកគ្រូស៊ូក៏បានឲ្យកូនសិស្សរបស់នាងគឺបង្ហាញអំពីរូបគំនូររបស់ស្ដេចរាជវង្សដាយានមើលទៅវាបង្ហាញអំពីអំណាចដ៏ឃោរឃៅដ៏ខ្លាំងក្លាតែម្ដងតែយីឆាងឈីងក៏បានប្រាប់ថាមើលទៅដូចជាមានកលែងការខកខានព្រោះថាបើតាមអ្វីដែលយីឆាងឈីងដឹងស្ដេចគឺបានកាន់ដៃខាងស្ដាំគឺមិនមែនខាងឆ្វេងនោះទេជាពិសេសបើសិនជាពួកគេប្រខាត់ដល់កំពូលពួកគេមិនចាំបាច់ប្រើដៃទេតើខ្ញុំនិយាយមួយនេះគឺត្រូវដែរឬទេព្រះនាងទី9គឺឆ្លើយថាត្រឹមត្រូវនេះហើយគឺជាមូលហេតុដែលយីឆាងឈីងនិយាយថាគឺពិតជាខុសនឹងខូចខាត
បន្ទាប់ពីបានស្ដាប់ហើយគេក៏ចាប់ផ្ដើមយល់ដោយសារតែណាមួយគេក៏មិនសូវទទួលព័ត៌មានច្បាស់អំពីរាជវង្សឬក៏ជាស្ដេចនៅក្នុងដាយានផងដែរប៉ុន្តែលើនេះវាដល់ពេលចំពោះជីឆាងឈីងគឺបង្ហាញពីស្នាដៃអំពីព្រះនាងទី9ថាវាពិតជាល្អប៉ុណ្ណាក៏ចង់ឲ្យចំពោះអ្នកគ្រូស៊ូនឹងដឹងអំពីសមត្ថភាពរបស់ពួកគេម្នាក់ៗសិតតែរៀងៗខ្លួនគ្រាន់តែការបើជាមួយនឹងគំនូរមួយនោះពន្លឺដ៏ចាំងខ្លាំងក្លាជឿចេញមកសូម្បីតែអ្នកគ្រូស៊ូក៏បានដឹងផងដែរមើលទៅគំនូរដែលគូចេញមកវាពិតជាល្អឥតខ្ចោះសូម្បីតែនាងក៏មិនអាចឈានទៅដល់កម្រិតមួយនោះផងដែរយីឆាងឈេងក៏បាននិយាយបញ្យល់ទៅកាន់ចំពោះអ្នកគ្រូស៊ូអ្នកគឺមានសេះល្អដល់100ហើយប៉ុន្តែអ្នកគឺមិនអាចហ្វឹកហាត់វាគឺឲ្យបានត្រឹមត្រូវយីឆាងឈេងយើងនិយាយបញ្យល់ជាច្រើនប៉ុន្តែខ្ញុំស្ដាប់អត់យល់ទេនោះគឺបានធ្វើឲ្យអ្នកគ្រូស៊ូគឺចាប់ផ្ដើមយល់ឡើងហូរទឹកថ្មីតែម្ដងងាប់ហើយនិយាយប៉ុណ្ណឹងសោះគឺយំបាទៅហើយមិនចង់ឲ្យខាតពេលនោះទេក៏បាននាំគ្នារត់ចាកចេញពីទីនេះឥឡូវនេះពួកគេក៏បានឡើងមកដល់ជាន់ទី3តែម្ដងដែលជាន់ទី3នេះគឺសម្រាប់ចំពោះអ្នកលេងអុកដោយអ្នកគ្រប់គ្រងនៅទីនោះដូចជាឈ្មោះថាមូឈីដែលនាងគឺជាអ្នកលេងអុកកំពូលនៅទីនេះតែម្ដងជាពិសេសកញ្ញាមូឈីនិងនាងគឺជាកូនសិស្សរបស់ព្រឹទ្ធាចារ្យណានគង់អ្នកគ្នាប្រហែលពិតជាស្គាល់ហើយអំពីព្រឹទ្ធាចារ្យណានគង់ដែលគឺជាអ្នកលេងអុកជាមួយនឹងយីឆាងឈីងរបស់យើងយីឆាងឈីងក៏បានប្រាប់ទៅកាន់កញ្ញាលាវខ្លួនគឺធ្លាប់លេងអុកផងដែរលេងជាមួយនឹងបរិសុទ្ធចំណាស់ប៉ុន្តែកញ្ញាលាវប្រាប់ថាប៉ុន្តែនៅទីនេះពោពេញទៅដោយអ្នកមានទេពកោសល្យជាពិសេសជាមួយនឹងលំហាត់ទាំង13នៅក្នុងការលេងអុកព្រោះថានោះគឺជាលំហាត់ទាំង13សម័យបុរាណដោយគ្មាននរណាម្នាក់គឺមិនអាចបំបីជាមួយនឹងការលេងល្បែងមួយនោះគឺបាននោះទេកញ្ញាមូឈីក៏បានមកនិយាយរាតែជាមួយនឹងគេហើយកញ្ញាលាវក៏បានណែនាំយីឆាងឈីងឲ្យទៅកាន់កញ្ញាមូឈីគឺបានស្គាល់ដោយយីឆាងឈីងរបស់យើងហ្នឹងគាត់គឺចង់ដឹងអំពីលំហាត់ទាំង13នៅក្នុងសម័យបុរាណកញ្ញាមូឈីក៏បានប្រាប់នៅក្នុងការចង់ចូលមើលវាគឺពិតជាពិបាកណាមួយនៅក្នុងលំហាត់ទាំង13សម័យបុរាណវាពិតជាមានជាមួយចំហាយធម្មពលខ្លាំងក្លាប្រសិនបើជាយីឆាងឈីងគឺចង់មើលគឺត្រូវតែធ្វើតេស្តសាកល្បងយីឆាងឈីងក៏មិនបានខ្លាចអ្វីផងដែរព្រោះថាសមត្ថភាពរបស់គាត់នឹងគឺមិនអន់នោះទេសូម្បីតែកញ្ញាលាវក៏បានសរសើរប៉ុន្តែយ៉ាងណាក៏ដោយសារតែមើលទៅកញ្ញាមូឈីដូចជាមើលងាយសមត្ថភាពរបស់ខ្ញុំពេកហើយតះយើងគឺសាកល្បងតែម្ដងទៅកញ្ញាមូឈីក៏បានបញ្ចេញជាមួយនឹងការបំផន់លេងអុកដែលនោះគឺជាការតេស្តសាកល្បងនាងក៏បានប្រាប់ទៅកាន់យីឆាងឈីងគឺកុំឲ្យទៅចិត្តប៉ុន្តែព្រះនាងទី9ប្រាប់ថាកុំបារម្ភអីលោកយីគឺមានជាមួយកម្រិតការដាំដុះខ្ពស់គឺគ្មានអ្វីប៉ះពាល់ឡើយសម្រាប់យីឆាងឈីងយើងវិញមើលទៅកាន់បរិសុទ្ធចំណាស់ដែលកំពុងតែលេងអុកប្រាប់ទៅកាន់គាត់ថាទុកឲ្យខ្ញុំជាអ្នកលេងម្ដងដែលយើងគឺបានឃើញបាត់ហើយថាការលេងអុកមួយហ្នឹងគឺមិនចាំបាច់វែងឆ្ងាយនោះទេយីឆាងឈីងរបស់យើងគ្រាន់តែដើរមួយគ្រាប់ហ្នឹងគឺពិតជាអាចយកឈ្នះនៅក្នុងការលេងក្តារដំបូងនេះបានទៅហើយសូម្បីតែកញ្ញាមូឈីក៏មានការភ្ញាក់ផ្អើលពីសមត្ថភាពរបស់យីឆាងឈីងចំពោះការបំផន់ល្បែងអុកមួយនេះយីឆាងឈីងរបស់យើងគឺទទួលបានជោគជ័យបានទៅហើយចំពោះអ្នកផ្សេងទៀតក៏បានលើកដំណឹងមួយនេះផងដែរដូច្នោះពួកគេក៏បានមកដល់ទីនេះឥឡូវនេះយីឆាងឈីងគឺចង់ឲ្យកញ្ញាមូឈីយកជាមួយនឹងចំហាត់ទាំង13សម័យបុរាណនោះមកគាត់គឺចង់សាកល្បងប៉ុន្តែគាត់ក៏បានបដិការយីឆាងឈីងត្រូវតែមានការប្រុងប្រយ័ត្នប៉ុន្តែហៅបីជាយីឆាងឈីងគឺមិនបានខ្វល់ឡើយបន្តពីនាងបានបន្តឈាមរបស់នាងដើម្បីបើកជាមួយនឹងលំហាត់ទាំង13ការលេងអុកសម័យបុរាណគឺសម្រាប់ឲ្យយីឆាងឈីងចំពោះការលេងនេះវាពិតជាមានគ្រោះថ្នាក់និយាយទៅនាងគឺតែងតែបដិការយីឆាងឈីងឲ្យប្រុងប្រយ័ត្នយីឆាងឈីងក៏បានយកចំពោះល្បែងអុកបុរាណនឹងក៏ចាប់ផ្ដើមយកមកលេងតែម្ដងព្រោះថាល្បែងនេះយីឆាងឈីងរបស់យើងនឹងគេលេងតាំងពីគេនៅក្នុងពិភពលោកចាស់របស់គេត្រង់នឹងខ្ញុំអត់ចង់និយាយច្រើនទេខ្ញុំគ្រាន់តែប្រាប់ថាយីឆាងឈីងរបស់យើងគឺបានបំបីជាមួយនឹងលំហាត់ទាំង13បានមួយហើយនេះក៏បានធ្វើឲ្យកញ្ញាមូឈីគឺមានការភ្ញាក់ផ្អើលតែម្ដងព្រោះថាការបំបីជាមួយនឹងក្តារអុកមួយនេះគឺគ្មាននរណាម្នាក់គឺពិតជាអាចធ្វើបាននោះទេឥឡូវនេះទីបំផុតគឺមានមនុស្សគឺអាចបំបីជាមួយនឹងក្តារអុកដែលនៅក្នុងសម័យបុរាណបានទៅហើយបន្ទាប់ពីគាត់បានបំបីជាមួយនឹងលំហាត់បុរាណមួយនេះរួចយើងក៏បានឃើញថាមានជាមួយព្រលឹងបរិសុទ្ធចំណាម្នាក់គឺបានចេញមកដើម្បីឲ្យយីឆាងឈីទទួលមរតករបស់គាត់ប៉ុន្តែបានឃើញថាគឺគ្មានរឿងអ្វីដែលកើតឡើងចំពោះយីឆាងឈីងនោះទេវាក៏បានធ្វើឲ្យយីឆាងឈីងរបស់យើងបាក់ចង្កេះមកទំហឹងមនុស្សចាស់តែម្ដងព្រះនាងទី9ក៏បានមកសួរប៉ុន្តែយីឆាងឈីងរបស់យើងគឺមិនបានប្រាប់អ្វីនោះទេគាត់ក៏ចង់លេងម្ដងទៀតប្រហែលគិតថាលេងលើកដំបូងនឹងប្រហែលមិនទាន់ទទួលបានអ្វីច្រើនឡើយដូច្នោះគាត់ក៏ចង់សាកលេងម្ដងទៀតនេះបានធ្វើឲ្យកញ្ញាមូឈីមានការ
ភ្ញាក់ផ្អើលសូម្បីតែលោកគ្រូរបស់នាងគឺជាណានគង់ក៏គិតថានឹងពិបាកដោះស្រាយផងដែរនៅពេលដែលគាត់ចូលទៅកាន់ចំពោះលំហាត់ទី12ម្ដងដោយសារតែយីឆាងឈីងរបស់យើងគាត់នៅតែទទួលចង់លេងនាងក៏បានយល់ព្រមតែម្ដងឲ្យយីឆាងឈីងគឺចាប់ផ្ដើមបំបីជាមួយនឹងលំហាត់ទាំងអស់នេះយីឆាងឈីងក៏ចាប់ផ្ដើមបំបីជាមួយនឹងលំហាត់អុកទាំងអស់នេះតែម្ដងនិយាយទៅគាត់គឺបានបំបីជាមួយលំហាត់អុកទាំងអស់នេះគឺចិត្តអស់បាត់ទៅហើយប៉ុន្តែបានឃើញថាអ្វីដែលគាត់ចង់បានអំពីការលេងល្បែងអុកមួយនេះនឹងគឺគ្មានបានអ្វីនោះទេហើយខ្ញុំសម្ដៅទៅដល់វាគឺជាមរតកដែលគេបន្សល់ទុកឲ្យប៉ុន្តែមើលទៅគ្មានរឿងអ្វីកើតឡើងសោះនេះក៏ជាចម្ងល់ទៅកាន់យីឆាងឈីងដូច្នោះក៏បានឲ្យទៅកាន់ព្រះនាងទី9គឺជាអ្នកមកសារបងលេងបញ្ចប់ជាមួយនឹងលំហាត់ចុងក្រោយមួយនេះទោះបីជាយ៉ាងណាក៏ដោយព្រះនាងទី9ពិតជាមានការព្រួយបារម្ភជាខ្លាំងមូលហេតុដែលយីឆាងឈីងធ្វើដូច្នោះក៏ចង់ដឹងថាបើសិនជាខ្ញុំមិនអាចទទួលបានទេចុះនៅអតីតតែអាចទទួលបានឬអត់ដូច្នោះទើបជាគាត់បានឲ្យព្រះនាងទី9មកសាកល្បងដោយយីឆាងឈីងគឺជាអ្នកប្រាប់ពីក្រោយដើម្បីបំបីជាមួយនឹងការលេងអុកមួយនេះយើងក៏បានដឹងផងដែរថាព្រះនាងទី9ក៏អាចបំបីជាមួយនឹងការលេងអុកមួយនេះបានហើយនាងក៏ទទួលបានមរតកពីបរិសុទ្ធចំណាស់ម្នាក់ដែលបានបន្សល់ទុកនៅក្នុងលំហាត់ទាំង13មនុស្សឲ្យទៅកាន់ចំពោះព្រះនាងទី9បានធ្វើឲ្យកម្រិតសមត្ថភាពរបស់ព្រះនាងទី9ក៏កាន់តែឡើងទៅមួយកម្រិតផ្សេងទៀតព្រះនាងទី9នាងក៏បានអរគុណចំពោះអំណោយដែលយីឆាងឈីងគឺប្រគោនោះគឺបានធ្វើឲ្យកញ្ញាមូឈីមានការភ្ញាក់ផ្អើលកាន់តែខ្លាំងសូម្បីតែមនុស្សនៅជុំវិញនោះក៏ដោយសម្រាប់យីឆាងឈីងគឺកំពុងតែខឹងស្អីគេខ្ញុំបំបីជាមួយនឹងការលេងជាច្រើនហើយប៉ុន្តែខ្ញុំគ្មានទទួលបានអ្វីសោះមូលហេតុដែលយីឆាងឈីងរបស់យើងគឺមិនអាចទទួលបានអ្វីបានហ្នឹងគឺដោយសារតែសមត្ថភាពជាមួយនឹងការយល់ដឹងរបស់យីឆាងឈីងយើងនឹងវាពិតជាខ្លាំងពេកសូម្បីតែបរិសុទ្ធចំណាស់ម្នាក់ហ្នឹងក៏មិនអាចផ្ដល់អ្វីទៅកាន់យីឆាងឈីងរបស់យើងសូម្បីតែបន្តិចយីឆាងឈីងក៏បានចាយចេញពីទីនេះដោយសារតែមិនចង់នៅលេបបន្តប៉ុន្តែកញ្ញាមួយឈីវិញបានត្រឹមតែលួចសរសើរយីឆាងឈីងនៅក្នុងចិត្តខាងយីឆាងឈីងនៅពេលដែលគាត់កំពុងតែដើរក៏បានឮបទភ្លេងដ៏ពីរោះតែម្ដងហើយនោះគឺជាបន្ទប់ទី4ដែលគឺជាកន្លែងរបស់កញ្ញាឈីងស៊ូអ្នកគ្នាប្រហែលគឺស្គាល់ហើយកញ្ញាឈីងស៊ូហើយមើលទៅបន្ទប់មួយនោះវាគឺជាអ្នកដែលពូកែលេងជាមួយនឹងបទចម្រៀងហើយក៏មានជាមួយនឹងការប្រកួតប្រជែងដើម្បីជួបជាមួយនឹងនាងផងដែរយើងឃើញថាបរិសុទ្ធម្នាក់គឺលេងភ្លេងគឺដើម្បីប្រកួតប្រជែងជួបជាមួយនឹងកញ្ញាឈីងស៊ូប៉ុន្តែជាចុងក្រោយហ្នឹងគឺបានឃើញថាអាប៉ែនហ្នឹងគឺមិនអាចធ្វើអ្វីបានឡើយគឺចាញ់តែម្ដងជើងនិយាយច្រើនស្រាប់តែយីឆាងឈីងក៏បានដើរមកប្រតិកម្មបរិសុទ្ធហ្នឹងចេញទៅទុកឲ្យខ្លួនគឺជាអ្នកលេងជាមួយនឹងបទភ្លេងឲ្យទៅកាន់កញ្ញាឈីងស៊ូស្ដាប់ម្ដងប៉ុន្តែនាងប្រាប់ថានាងគឺបានសុំចោះចាញ់បាទទៅហើយមូលហេតុដែលនាងសុំចោះចាញ់នេះឲ្យនាងដឹងថាលោកបងយីហ្នឹងគឺជាមនុស្សម្នាក់ដែលនាងគឺអាចจะឈ្នះបានឥឡូវនេះបង្ហាញនៅពេលដែលពួកគេជួបជុំគ្នាគឺផឹកតែពិភាក្សាគ្នាហើយយីឆាងឈីងក៏ឆ្ងល់ផងដែរហើយអ្វីបើជាកញ្ញាឈីងស៊ូគឺបានមកដល់ទីនេះចំណែកកញ្ញាលាវវិញកំពុងតែឆ្ងល់មើលទៅយីឆាងឈីងសម្បូរអ្នកស្គាល់តែម្ដងឥឡូវនេះយើងមកដឹងពីមូលហេតុដែលកញ្ញាឈីងស៊ូគឺបានមកទីក្រុងអធិរាជដោយសារតែលោកគ្រូរបស់នាងគឺជាលោកធានបានផ្ដែផ្ដាំនាងឲ្យមកកាន់ទីនេះដោយគាត់ទទួលព័ត៌មានថាលោកយាយនឹងទៅកាន់ទីក្រុងអធិរាជសង្ឃឹមថាអ្នកបិជាអាចយកចិត្តគាត់បាននេះហើយគឺជាមូលហេតុដែលនាងមើលទីនេះប៉ុន្តែយើងក៏ដឹងអំពីសត្រូវក្នុងបេះដូងផងដែរគឺជាព្រះនាងទី9មើលទៅក្មេងស្រីម៉ាក់ហ្នឹងពួកគេទាំងពីរនាក់កំពុងតែធ្វើអ្វីមួយដើម្បីយកចិត្តទៅកាន់យីឆាងឈីងរបស់យើង